สรุปសេចក្តីថាកម្មវិធីបុណ្យនេះតាមអ្នកប្រាជ្ញក្នុងពុទ្ធសាសនាលោកថាធ្វើបុណ្យខែភ្លឺផងខែងងឹតផងធ្វើបុណ្យខែភ្លឺគឺសំដៅទៅលោកអ្នកដែលមានជនមានអាយុរស់នៅបុណ្យខែងងឹតសំដៅទៅលើលោកអ្នកដែលលះលោកនេះទៅកាន់លោកខាងមុខហើយនោះមានពីរផ្នែកបុណ្យចម្រើនប្រជជនមានអាយុនឹងបុណ្យខួប100ថ្ងៃនេះខួប100ថ្ងៃនេះជាបុណ្យទក្ខិណានុប្បទានតាមបែបពុទ្ធសាសនាបុណ្យទាំងពីរនេះកើតឡើងដោយទឹកចិត្តរបស់កូនចៅប្រុសស្រីគ្រប់រូបទាំងអស់ជាសប្បុរសជនជាអ្នកដែលមានបញ្ញាឆ្លៀវឆ្លាតវាំងវៃយល់ដឹងហេតុផលដែលកើតមានឡើងសម្រាប់ជីវិតមនុស្សមានបញ្ញាយល់ហេតុផលដឹងគឺដឹងនៅគុណឧបការៈរបស់លោកជាមេត្តាបិតាទាំងពីររូបដែលលោកបានធ្វើកិច្ចការដ៏ល្អប្រសើរវិសេសវិសាលបំផុតកិច្ចការងារដ៏លំបាកក្នុងជីវិតរបស់ពលលោកជាមេត្តាបិតានោះសម្រាប់សង្គ្រោះដល់កូនប្រុសកូនស្រីរបស់ពលលោកនោះនេះជាកិច្ចការមួយដ៏សំខាន់បំផុតសម្រាប់ទ្រឹស្ដីនៃព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនោះបានន័យថាបុណ្យនេះកើតឡើងដោយធ្វើកតញ្ញូការដឹងគុណរបស់កូនប្រុសកូនស្រីដែលជាសប្បុរសជននោះហើយដឹងគុណហើយក៏នៅមិនស្ងៀមទៀតបានបំពេញភារកិច្ចគឺកម្មវិធីកតវិទីតាធោប្រែជាខ្មែរថាកិច្ចដែលត្រូវធ្វើតបដូចជាកម្មវិធីថ្ងៃនេះមានកម្មវិធីចម្រើនប្រពរែតទេសនាដល់វេលាថ្ងៃស្អែកឡើងមានវេផត្តាជាទក្ខិណានុប្បទានដើម្បីនឹងឧទ្ទិសជូនចំពោះបុព្វការីជនរបស់លោកទាំងពីរទាំងលោកដែលមានជីវិតរស់នៅនិងលោកដែលលះលោកនេះទៅកាន់លោកខាងមុខហើយនោះធ្វើកតញ្ញូការដឹងគុណនេះហើយនឹងកតបិទីតាធម៌នេះបានធ្វើកិច្ចទាំងឡាយទាំងពួងតបចំពោះគុណដល់អ្នកមានគុណនេះធ្វើនឹងមានកើតឡើងសម្រាប់តែពួកសប្បុរសទេសម្រាប់ពួកអសប្បុរសកំរនឹងមានធัวទាំងពីរយ៉ាងនេះកើតមានដល់ពួកអសប្បុរសណាអាស្រ័យនេះក្នុងថ្ងៃនេះបញ្ជាក់ថាកូនចៅប្រុសស្រីក្រុមគ្រួសាររបស់លោកអ្នកមានគុណទាំងលោកអ្នកមានជីវិតរស់នៅក្តីលៀនលោកទៅកាន់លោកខាងមុខឲ្យក្តីគឺសត្វតែជាបុគ្គលដែលជាសប្បុរសជាសេចក្តីយ៉ាងនេះទើបមានកម្មវិធីបុណ្យនេះកើតឡើងធ្វើកតញ្ញូកតេបិតាធើនេះពុទ្ធសាសនាមានព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គតែងតែទូលមានព្រានប្រដៅណែនាំមនុស្សទាំងឡាយឲ្យយល់ដឹងអំពីជីវិតរស់នៅរបស់មនុស្សលោកនៅក្នុងលោកនេះហើយជាពិសេសពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនេះគឺមានទាក់ទងតែនឹងជីវិតមនុស្សដែលរស់នៅទេ
នឹងពុទ្ធសាសនានោះប៉ុន្តែគួរឲ្យសោកស្ដាយណាស់សម្រាប់យើងអ្នកកាន់ពុទ្ធសាសនាក្នុងឋានៈជាពុទ្ធបរិស័ទនេះមិនបានសិក្សារៀនសូត្រនៅពុទ្ធសាសនាដែលជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនោះឲ្យយល់ដឹងថាតើពុទ្ធជាបរមគ្រូព្រះអង្គទេសនាទូមានណែនាំមនុស្សនោះយ៉ាងណាខ្លះនោះអត់បានដឹងទេហ្នឹងហើយដែលយើងសោកស្ដាយនោះតែសម្រាប់ញោមញាតិពុទ្ធបរិស័ទដែលកំពុងតែមានជីវិតរស់នៅនេះក៏អាចដឹងបានទៅតាមរយៈធម៌ទេសនាតែនឹកស្រណោះអាឡោះអាឡៃសម្រាប់អ្នកដែលកាន់ពុទ្ធសាសនាហើយបានលះលោកនេះទៅកាន់លោកខាងមុខផុតទៅហើយនឹងអត់បានយល់ដឹងពីសាសនាធម៌នៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូនោះទ្រង់សម្ដែងពយល់ណែនាំប្រាប់ដល់មនុស្សនៅយ៉ាងណាអត់បានដឹងទេនឹងជាសេចក្តីអភ័ព្វមួយសម្រាប់អ្នកដែលលះលោកនេះទៅកាន់លោកខាងមុខហើយនោះនឹងសំយោញាពុទ្ធបរិស័ទទាំងឡាយជ្រាបក្នុងឋានៈជាអ្នកកាន់ពុទ្ធសាសនានោះកន្លងទៅហើយតាមដែលយើងសង្កេតមើលក្នុងចំណោមក្រុមពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនានេះការគោរពពុទ្ធសាសនានេះក្រាន់តែជាទំនៀមទម្លាប់ប្រពៃណីដែលធ្លាប់ធ្វើតធ្លាប់ឮធ្លាប់ឃើញធ្វើតាមទម្លាប់ប្រពៃណីជាតមកទេតែការធ្វើនឹងអត់យល់ដឹងពីកម្មវិធីដែលខ្លួនត្រូវធ្វើមានអត្តន័យយ៉ាងណាខ្លឹមសារយ៉ាងណានឹងអត់បានដឹងទេនឹងតាមដែលបានរំពឹងមើលទៅក្នុងចំណោមនៃពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាព្រោះបុរាណដូនតាលោកថាក្រៅដៅក្នុងយើងឃើញតែអរិយាបថការប្រព្រឹត្តរបស់ញោមញាតិពុទ្ធបរិស័ទកន្លែងខ្លះឃើញប្រះចាអំពីមេគារបស់ពុទ្ធសាសនានឹងដោយច្រើនណាស់នឹងសំធ្វើសេចក្តីបញ្ជាក់ថ្ងៃនេះដូចជាញោមញាតិមកក្រុមមកចម្ពោះដោយច្រើនឃើញមានមនុស្សស្លាប់គេនិមន្តព្រះសង្ឃទៅសូត្រធម៌ពេលមានមនុស្សស្លាប់ហើយក៏សន្និដ្ឋានស្មានក្នុងចិត្តថាព្រះសង្ឃមកសូត្រធម៌ឲ្យខ្មោចនោះស្ដាប់នឹងការយល់ឃើញមកក្រុមរបស់បរិស័ទតែតាមពិតទៅពុទ្ធសាសនាមិនទាក់ទងឲ្យនឹងខ្មោចទើបតែសោះអត់មានតិចតួចទេក្នុងពធ84000ដែលព្រះអង្គទ្រង់សម្ដែងហើយអត់ឃើញមានទេឃើញមានទាក់ទងទៅនឹងមនុស្សរស់អប់រំមនុស្សរស់ដែលមានជីវិតរស់ជាមនុស្សនោះតែញោមញាតិយល់ច្រឡំដែលអាត្មាភាពថាពុទ្ធសាសនាមិនទាក់ទងនឹងខ្មោចនឹងជាងខ្លះស្ដាប់អត់យល់ទៀតថាតែចាំមិនទាក់ទងខ្មោចមិនបើឃើញមនុស្សស្លាប់គេនិមន្តព្រះសង្ឃទៅសូត្រធម៌ថាព្រះសង្ឃដែលទៅសូត្រធម៌នឹងមិនមែនខ្មោចនឹងមកនិមន្តទេមនុស្សរស់ទេគេនិមន្តណាព្រះសង្ឃឲ្យមកសូត្រធម៌ខ្មោចស្លាប់ទៅហើយមានតែជាណាលឺស្ដាប់សូរស័ព្ទសំណើធ្វើសំឡេងធ្វើបានអត់ទេភ្នែកក៏មើលអីវាមិនឃើញជាមកក៏ទទួលក្លិនអីមិនបានដាតក៏ទទួលរសជាតិអីមិនបានកាយក៏ទទួលការប៉ះពាល់អត់បានទេទ្វារទាំង5ហ្នឹងវាស្លាប់មុនជីវិតវិញ្ញាណទៅហើយចុងក្រោយបំផុតបានវិញ្ញាណចេញចាក់អំពីរូបកាយទៅចុងក្រោយគេនឹងសូមធ្វើសេចក្តីបញ្ជាក់អញ្ចឹងបើអញ្ចឹងបញ្ជាក់ថាពុទ្ធសាសនាមិនមានទាក់ទងនឹងខ្មោចទេទាក់ទងតែនឹងមនុស្សរស់មិនសមយមញាជ្រាបចា
សមឲ្យញញាតដែលមានជំនឿទៅពុទ្ធសាសនាតេតងនឹងខ្មោចសមឲ្យលុបចេញទៅកុំកាន់យកកុំយល់ឃើញចឹងទៀតពេលម្យ៉ាងទៀតញញាតអាចឆ្ងល់ចង់ឯណែនេះគេធ្វើបុណ្យឧទ្ទិសជូនចំពោះលោកអ្នកដែលលះលោកទៅហើយនោះព្រោះលោកឪពុកឈ្មោះច័ន្ទវរៈនេះអានេះខ្មោចគេធ្វើឧទ្ទិសជូនថានឹងកូនចៅអ្នករស់តែគេធ្វើណាបបាសកច័ន្ទវរៈនឹងមិនដឹងក៏ទៅកើតឯណាផងដឹងនៅឯណាផងណាគាត់ទៅហើយមិនដែលមកប្រាប់កូនតែកូនអើយឥឡូវឲ្យនៅទីនេះស្រុកនោះម្ល៉េះនោះក៏អត់កូនចៅដឹងគុណឧបការៈក៏មិនដឹងទៅរកលោកឪពុកនៅឯណាទេប៉ុន្តែដោយអំណាចដែលកូនចៅនឹករលឹកឃើញគុណឧបការៈនឹងក៏នៅមិនស្ងៀមក៏ធ្វើជាកម្មវិធីតាមពុទ្ធសាសនានឹងបន់100ថ្ងៃជាតិកណានុពទាននឹងឧទ្ទិសជូនទៅរីឯការឧទ្ទិសជូនទៅសោតក៏មិនប្រកាសថាឧបាសកច័ន្ទវរៈនឹងទទួលបានឬមិនបានយើងអត់ដឹងទៀតនេះជាចំណុចមួយទៀតឯងដែលញោមញាតនឹកឃើញតែកាលណាធ្វើទានឧទ្ទិសជូនដល់បុព្វការីជនអ្នកដែលលះលោកហើយអ្នកលះលោករមែងតែបានទទួលកុសលផលដែលកូនចៅឧទ្ទិសជូនទៅនឹងយល់ឃើញតែអញ្ចឹងគ្រប់តែគ្នាប៉ុន្តែពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធសម្ដែងតែមិនប្រកបទេជូនក៏បានដល់ជូនក៏បានដល់នៅតែអត់ប្រកបទៀតបើជននៅទៅកើតក្នុងកន្លែងភូមិដែលគួរទទួលបានក៏បានទៅកើតក្នុងកន្លែងភូមិដែលមិនគួរទទួលបានក៏អត់នឹងចាចំណុចនឹងមួយក៏សំខាន់ដែរក៏បែរញញាណយល់ឲ្យច្បាស់ថាអត់ប្រកបទេតែញញាណខ្លះយល់មិនប្រកបថាឧទ្ទិសកុសលបាត់បន់ជូនទៅអ្នកដែលលះលោកទៅហើយអ្នកដែលលោករមែងតែទទួលបានគ្រប់ការឧទ្ទិសនោះក៏នឹងអាចខកខ្លួនប្រហែសទ្វេមិនបានធ្វើសេចក្តីល្អសម្រាប់ខ្លួនឯងណានឹកឃើញដែរអញក៏មានកូនមានចៅរឹបតែតំបច្រើនណាស់ទោះបីខ្លួនអញមិនបានធ្វើបន់ធ្វើកុសលអីក៏គង់តែកូនចៅគេនឹងធ្វើឧទ្ទិសជូនទៅតាមក្រោយទេនឹកយ៉ាងនេះណាប៉ុន្តែបើសិននឹកចេះច្បាស់ជាខកហើយសម្រាប់ពុទ្ធសាសនាច្បាស់ជាអាសាបងហើយពុទ្ធសាសនាជាសាសនាដែលទីពឹងខ្លួនយ៉ាมันអាចយកអ្នកដទៃជាទីពឹងបានទេនឹងជាពុទ្ធដីកាពាក្យទូលមានព្រានបដោរបស់ព្រះសម្មាសម្ពុទ្ធនោះសូមឲ្យញោមញាតជ្រាបចា៎ថាអ្នកណាធ្វើអ្នកនឹងបានអ្នកណាមិនធ្វើអត់សម្រាប់ខ្លួនឯងដែលមានជីវិតជាមនុស្សរស់នេះសូមជ្រាបចា៎បញ្ជាក់កុំឲ្យញោមញាតអ្នកមានជីវិតនៅវាអភ័ព្វទៅទៀតនៅអត់បានធ្វើបុណ្យធ្វើកុសលសំអាងទៅលើកូនចៅមានរឹបតំបនឹងងាប់ទៅមុតគេធ្វើបុណ្យឧទ្ទិសជូនទៅហើយសង្ឃឹមបុណ្យកូនចៅបើគាត់ជាអត់ហើយនេះសំធ្វើសេចក្តីបញ្ជាក់ចឹងនឹងមួយតែពុទ្ធសាសនាមិនមែនជាសាសនាបន់ស្រន់បួងសួងអំពាវនាវរកអាទិភាពខាងក្រៅមកជួយទេដោយពីការបន់ស្រន់បួងសួងក្រុងពលីអីសពបែបសពយ៉ាងអំពាវនាវទេវតាប្អិនប្រព្រំឲ្យមកជួយប្រទានពរជ័យសព្វសាធុការដល់យើងដែលយើងចង់បាននោះអានឹងមិនមែនពុទ្ធសាសនាទេសូមញោមញាតជ្រាបជាប៉ុន្តែក្នុងចំណោមពុទ្ធបរិស័ទសប្តាហ៍ថ្ងៃនេះដែល
ដែលមិនស្គាល់ពុទ្ធសាសនានឹងប្រព្រឹត្តតែកម្មវិធីនឹងឯងដោយច្រើននឹងឯងដែលអាត្មាថាក្រៅដៅក្នុងឃើញទង្វើរបស់ញោមញាតិខាងក្រៅយល់ដល់ទៅខាងក្នុងថាបើសិនញោមញាតិចេះដឹងពុទ្ធសាសនាមិនទៅប្រព្រឹត្តពិធីកម្មផ្សេងក្រៅពុទ្ធសាសនានឹងគឺអត់ធ្វើទេអានេះដែលបង្ហាញឲ្យញោមញាតិអត់យល់បើអញ្ចឹងទេសនាថ្ងៃនេះក៏សូមបញ្ជាក់ពីរឿងហ្នឹងឲ្យច្បាស់លាស់ថាពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធសម្ដែងថាมันអាចទៅយកអតិភិបខាងក្រៅមកជាទីពឹងខ្លួនបាននឹងអត់មានទេត្រូវតែធ្វើខ្លួនឯងពោលឲ្យខ្លីតែពុទ្ធសាសនាជាសាសនាដែលបង្រៀនមនុស្សឲ្យធ្វើការងារទេការងារដែលយើងធ្វើនឹងឯងផ្ដល់ផលប្រយោជន៍ឲ្យយើងអ្នកធ្វើពេលតែការងារដែលយើងធ្វើផ្ដល់ផលឲ្យយើងអ្នកធ្វើនឹងជាពុទ្ធសាសនាបានន័យថាពុទ្ធសាសនាជាសាសនាណែនាំបង្រៀនមនុស្សឲ្យទីពឹងខ្លួនឯងគឺទីពឹងកាយវាចាចិត្តធ្វើការដោយកាយដោយវាចាចិត្តហ្នឹងកាយវាចាចិត្តនេះសត្វភាសាបាលីទាំងអស់ហ្នឹងវិញយើងខ្មែរមានទៅដឹងថាភាសាបាលីគេថាមិនកាយក៏មិនដឹងថាអីវាចាក៏មិនដឹងថាអីចិត្តក៏មិនដឹងថាអីអត់ដឹងតែទាំងអស់អានឹងក៏ជាផលវិបាកមួយសម្រាប់យើងដែរកាយគឺរូបរាងកាយយើងទាំងមូលអវាចាគឺសម្ដីយើងចិត្តគឺសភាវៈដែលចេះសន្សំនៅរឿងនៅអារម្មណ៍ទាំងឡាយទាំងពួងណាចិត្តណាប្រែជាខ្មែរថាចិត្តរួចយើងប្រើជាភាសាបាលីទៀតកាយវាចាចិត្តសម្រាប់ធ្វើការងារបាលីថាកាយកម្មធ្វើការដោយកាយវិច័យកម្មធ្វើការដោយចិត្តមនោវិច័យកម្មធ្វើការដោយសម្ដីមនោកម្មធ្វើដោយចិត្ត3នេះពាក្យកម្មនឹងទៀតក៏បាលីទៀតព្រោះយើងមិនយល់ទៀតកម្មប្រែជាខ្មែរថាទង្វើអំពើដែលយើងធ្វើបាលីហៅកម្មនឹងភាសាបាលីក្នុងពុទ្ធសាសនាដល់ប្រែមកជាខ្មែរបានន័យថាពុទ្ធសាសនាជាសាសនាដែលនិយមការងារដែលធ្វើទេជាទ្រឹស្ដីពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនោះប៉ុន្តែយើងអត់យល់ដល់មិនយល់ទៅស្វែងរកតែជំនួយពីក្រៅស្វែងជំនួយពីក្រៅសូមឲ្យជួយកិច្ចការងារជួយដល់ជីវភាពការរស់នៅជួយឲ្យមានយុះមានសត្វត្រឹបធនធានទាំងអស់នៅស្វែងរកអតិភិបខាងក្រៅឲ្យជួយរិញមិនស្វែងរកតែអតិភិបខាងក្រៅជាទេវតាប្រអិនប្រព្រំទេមកសុំឲ្យពុទ្ធបទប្រសងនឹងប្រទានឲ្យខ្លួនយើងនេះវិចេះតែយាវិចេះតែរៀបខុសឡើងនេះជារីឯពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនេះគេថាសត្ថាទេវមនុស្សសានំព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទេមិនមែនជាអតិទេពទេលោកគ្រូគ្មានអីឲ្យសិស្សទេគ្មានទ្រព្យមានធនសម្បត្តិឲ្យសិស្សទេមានត្រឹមតែអវាទទ្រឹស្ដីប្រាប់ចង្អុលមេគាឲ្យបរិស័ទនឹងធ្វើការងារដោយកាយដោយវាចាចិត្តរបស់ព្រះខ្លួននឹងដូចជាគ្រូទូទៅនៅលើសាកលលោកនេះ
លោកគ្រូបង្រៀនតាមសាលាតាមភូមិដទៃលោកគ្រូប្រាប់ទ្រឹស្ដីដល់សិស្សបង្រៀនវិជ្ជាផ្សេងប្រាប់ទ្រឹស្ដីទេព្រះសម្មាសម្ពុទ្ធជាបរមគ្រូក៏ដូចគ្នាដែរប្រាប់ទ្រឹស្ដីចង្អុលទ្រឹស្ដីប្រាប់ផ្លូវប្រាប់មេគាឲ្យបរិស័ទនឹងអនុវត្តបដិបត្តិដោយខ្លួនឯងគឺធ្វើការដោយខ្លួនឯងឬបើយើងនិយាយឲ្យខ្លីថាពុទ្ធសាសនាជាសាសនាដែលនិយមការងារនិយមគឺរាប់អានពោលជាភាសាបាលីថាជាសាសនាកម្មនិយមនិយមឲ្យធ្វើកិច្ចការងារដោយខ្លួនឯងនឹងបានទទួលផលដោយខ្លួនឯងអំពីការងារដែលខ្លួនធ្វើនោះនឹងពុទ្ធសាសនាមិនដូចសាសនាដទៃទេសាសនាដទៃក្រៅពីពុទ្ធសាសនានេះគេផ្ញើជោគវាសនាទៅលើព្រះអាទិទេពទាំងអស់គ្រប់សាសនាទាំងលើកលែងតែពុទ្ធសាសនាមួយទេដែលដទៃទីតិពីសាសនាទាំងអស់នេះបានន័យថាសាសនាដទៃជាសាសនាអាទិទេពនិយមដល់អាទិទេពជាអ្នកផ្ដល់ជោគវាសនាតុបតែងរចនាវាសនាឲ្យដល់មនុស្សបើដល់អញ្ចឹងទៅមនុស្សចូលចិត្តសឹងអីតើគេធ្វើការឲ្យនេះគេរកទ្រព្យរកសម្បត្តិឲ្យចូលចិត្តសឹងអីណាគាត់ទីពឹងនឹងជាប់មែនទេប៉ុន្តែអត់បានយកបញ្ញាទៅពិចារណាទេអត់បានយកបញ្ញារបស់ខ្លួនពិចារណាទេនៅតែជឿថាជោគវាសនារបស់ខ្លួនគឺទេវតាអ្នកចាមកឲ្យសរសេរមកឲ្យមនុស្សនឹងទៅជាអ្នកធំខ្ពង់ខ្ពស់មានទ្រព្យសម្បត្តិយសបណានៅតែមានជំនឿយ៉ាងប៉ុន្តែអត់បានយកបញ្ញាមកមើលថាទ្រឹស្ដីមេគានោះប្រកបឬមិនប្រកបអត់បានមើលទេអត់មានយកបញ្ញាមកទេនឹងហើយបានសាសនាដទៃគេពោលថាព្រហ្មលិខិតព្រះព្រហ្មជាអាទិទេពជាបិតានឹងរចនាតុបតែងជោគវាសនាមនុស្សឲ្យសរសេរកត់ត្រាមកឲ្យនេះគឺព្រហ្មលិខិតតែពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធបដិសេធមិនទទួលស្គាល់យកទេថាព្រហ្មលិខិតនឹងព្រះអង្គទទួលស្គាល់ថាកម្មលិខិតកម្មគឺការងារដែលមនុស្សយើងធ្វើគ្រប់គ្នានឹងឯងជាសេចក្តីកត់ត្រាមកឲ្យយើងជោគវាសនាយើងគ្រប់គ្នាទៅជាមនុស្សយ៉ាងណាអ្នកជំនាញចំណេះចេះដឹងមានបញ្ញាមានទ្រព្យមានធនយស័ក្តិមានសេចក្តីសុខទុក្ខយ៉ាងណាគឺអំពើដែលខ្លួនយើងធ្វើទេអត់មានទទួលស្គាល់ថាអតិទេពណាមកធ្វើឲ្យទេជាពុទ្ធសាសនិកទោះបីជានៅក្នុងបរិជាណាចក្រកម្ពុជាក្តីឬក៏ប្រទេសនានាដែលកាន់គោរពពុទ្ធសាសនាខាងនិកាយថេរវាទក្តីសូម្បីនៅទ្វីបអឺរ៉ុបឬក៏ទ្វីបអាមេរិកក្តីឲ្យតែមានពុទ្ធសាសនាថេរវាទនៅទីណាក៏ញោមញាតិពុទ្ធបរិស័ទទាំងបព្វជិតទាំងគ្រហស្ថបានប្រារព្ធកម្មវិធីបុណ្យមាឃបូជានេះរួមជាមួយនឹងញោមញាតិពុទ្ធបរិស័ទនិងបកករណាទាំងឡាយដែលនៅក្នុងបរិជាណាចក្រកម្ពុជាយើងនេះប៉ុន្តែក្រិនតែខុសម៉ោងគ្នាបើមុនក្រោយគ្នាបន្តិចបើនៅខាងអឺរ៉ុបប្រទេសបារាំងក្រោយយើង6ម៉ោងបើនៅខាងទ្វីបអាមេរិកក្រោយយើង12ម៉ោង
គ្រាយឺតក្រោយយូរមុនក្រោយបន្តិចទៅតាមពេលវេលារបស់ទ្វីបដែលព្រះអាទិត្យទៅបំភ្លឺបញ្ចាំងកម្មរស្មីនៅតាមទ្វីបនោះប៉ុន្តែបច្ចុប្បន្ននេះនៅទ្វីបអាស៊ីយើងមានប្រជាណាចក្រកម្ពុជាប្រទេសថៃភូមាឡាវស្រីលង្កាក៏មានម៉ោងខុសគ្នាបន្តិចបន្តួចក៏បានប្ររពជាកម្មវិធីមេកបូជានេះរួមជាមួយគ្នានឹងពុទ្ធបរិស័ទខ្មែរយើងនៅប្រជាណាចក្រកម្ពុជានេះដូចគ្នាញោមញាតិពុទ្ធបរិស័ទនិងបកករណាទាំងឡាយគ្រប់រូបបុណ្យមេកបូជានេះតាំងពីបុរាណមកបើនៅតាមស្រុកតាមទីវត្តនីមួយនឹងតែងតែប្រារព្ធកម្មវិធីនេះនៅក្នុងព្រះវិហារអានេះជាប្រពៃណីពីមុនមកប៉ុន្តែការប្រារព្ធបុណ្យមេកបូជានៅក្នុងទីព្រះវិហារនេះមិនមែនជាពុទ្ធានុញ្ញាតពុទ្ធាបញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធទេនេះជាប្រពៃណីរបស់ដូនតាយើងដោយលោកយល់តែព្រះវិហារនឹងជាទីតម្កល់ព្រះបដិមាស្នងអង្គរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងវត្តមួយនោះអង្គព្រះបដិមានៅក្នុងព្រះវិហារនឹងយើងពោលថាអង្គព្រះជីព្រះអង្គដែលធំជាងគេហ្នឹងនៅតាមខេត្តខ្លះគេថាព្រះប្រធានព្រះធំជាងគេទាំងអស់មកវត្តហ្នឹងបើសម្រាប់យើងភាសាជាទូទៅតាមក្បួនតម្រាเขาអង្គព្រះជីវិតគេសន្មតថាព្រះពុទ្ធបដិមាអង្គធំដែលតម្កល់ក្នុងវិហារនេះទុកដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ព្រះជន្មនៅឡើយបានពីបុរាណដូនតាគេនាំគ្នាទៅប្រារព្ធកម្មវិធីមេកបូជាក្តីពិសាកបូជាក្តីនៅក្នុងព្រះវិហារនោះតែដល់មកបច្ចុប្បន្នសម័យនេះក្តីក៏ញោមញាតិពុទ្ធបរិស័ទយើងបានយល់ដឹងអំពីកម្មវិធីបុណ្យមេកបូជាវិសាខបូជានេះយើងបាននាំគ្នាប្រារព្ធពោនៅខាងក្រៅព្រះវិហារដូចថ្ងៃនេះមេកបូជាថ្ងៃនេះវត្តរាជបូរនេះប្រារព្ធកម្មវិធីនេះនៅក្នុងទីលានរបស់វត្តរាជបូរនឹងនៅមុខព្រះពុទ្ធបដិមាដែលទ្រង់គង់ឈរនេះយើងនាំគ្នាមកប្រារព្ធនៅទីនេះពីឆ្នាំមុនមកក៏មានប្រារព្ធដែរនៅទីនេះហើយឆ្នាំនេះទីក៏យើងប្រារព្ធនៅកន្លែងនេះតដែលប្រហែលជាតទៅមុខទៀតក៏អាចប្រារព្ធនៅទីនេះដែរព្រោះវាមានបរិយាកាសល្អរួចឆ្នាំនេះផងក៏មានរូបរាតបាទកំណាចសាហាវនឹងច្រើនក៏តែរោគកូវីដនោះរាជរដ្ឋាភិបាលក្រសួងសុខាភិបាលដែរក៏បញ្ញត្តិច្បាប់តាំងតែងឲ្យប្រជាពលរដ្ឋនឹងថែរក្សាការពារសុខភាពខ្លួនរៀងខ្លួនក៏អត់សំបីតែអង្គុយក៏ដាក់ច្បាប់ដាក់ក្បួនខ្នាតថាអង្គុយឆ្ងាយពីគ្នា1ម៉ែត្រប៉ុន្តែថ្ងៃនេះដូចអត់ដល់1ម៉ែត្រទេនេះក៏ប៉ុន្តែឥឡូវនេះជំងឺកូវីដនោះហាក់ដូចជាធូរស្រាលស្បើយផងទៅហើយអាស្រ័យនេះបរិយាកាសនឹងល្អហើយបើយើងគិតទៅក៏មិនអាចបណ្ដាលជាគ្រោះថ្នាក់ឲ្យញោមញាតិបរិស័ទនឹងទេម្យ៉ាងទៀតក៏ដោយសារយើងទាំងអស់គ្នានឹងចិត្តជាកុសលមហាកុសលបានលះបង់ពេលវេលាការងារនៅក្នុងគេហដ្ឋានមករួមប្រជុំគ្នានៅកន្លែងនេះដើម្បីនឹងប្រារព្ធកម្មវិធីបុណ្យមេកបូជានេះក្នុងឱកាសថ្ងៃនេះក្នុងបុណ្យមេកបូជានេះអាត្មាភាពបានទទួលភារកិច្ចព្រះសង្ឃក្នុងវត្តគណៈកម្មការបុណ្យមេកបូជានោះលោកតម្រូវឲ្យមក
សំដែងធ្វើទេសនាប្ររពបនមេកបុជានឹងប្រគេននឹងជូនដល់បកករណាញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាក្នុងកម្មវិធីបនមេកបុជានេះព្រមដល់ហើយក៏ទទួលភារកិច្ចនេះមកបំពេញទឹកបតីទឹកចិត្តរបស់ញោមញាតិពុទ្ធបរិស័ទក្នុងកម្មវិធីបនមេកបុជានេះប៉ុន្តែឥឡូវនេះជារាក្រំគ្រាចាស់ហើយអាយុច្រើនកម្លាំងកាយក៏ខ្សោយសតិបញ្ញាក៏ធ្លាក់ចុះដែរមិនសូវវាំងវៃឆ្លៀសវាំងវៃនឹករលឹកបានដែលច្រើនភ្លាំងភ្លេចនឹងច្រើនបើអញ្ចឹងមុននឹងសម្ដែងធ្វើទេសនានេះសូមលំអត់លំអោនបន្ទន់បន្ទាបដាក់ខ្លួនដាក់កាយចំពោះព្រះជំនុំព្រះសង្ឃនិងញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ក្រែងសម្ដែងតើឲ្យមានលឺលាស់ខុសខាតដោយបាត់បាតអក្ខរៈផ្សេងជាអ្នកព្រះបល័យឬសេចក្តីអត្ថាធិប្បាយត្រង់កន្លែងឯណានីមួយដែលមិនសមរម្យមិនកើបទឹកចិត្តទឹកបតីរបស់បកករណានិងញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ក៏សូមខន្តីអភ័យទោសបើកុំអោយប្រកែប្រកាន់ទោសអីប្រចាស់បើខុសនឹងប្រចាស់ទេបើគ្មានចេតនារំណាបំណងនឹងពូលខ្លែងនៅពុទ្ធវចនៈនឹងទេសូមប្រគេនពរនិងចម្រើនពរចឹងជាលំដាប់បន្តទៅនឹងចាត់ចែងព្រះធម៌វិសេសទេសនាប្រគេនជូនក្នុងកម្មវិធីបុណ្យថ្ងៃនេះបកករណាញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ជ្រាបអស់ហើយថាគឺជាបុណ្យមេកបុជាពាក្យថាមេខៈនេះជាភាសាបាលីប្រែមកជាខ្មែរនឹងក៏នៅតែខែមេព្រោះយើងយកបាលីយកមកប្រើបូជាមេកបូជាប្រែថាការថ្វាយការគោរពការជូនចំពោះខែមេហ្នឹងក្នុងមួយឆ្នាំយើងប្រារព្ធម្ដងនៅថ្ងៃ15កើតខែមេនេះបានគេហៅថាមេកបូជាខុសពីថ្ងៃ15កើតខែមេគេមិនប្រារព្ធទេបុណ្យនេះសួរថាហេតុអ្វីបានជាបុណ្យនេះគេប្រារព្ធនៅតែថ្ងៃ15កើតខែមេនោះថាពីព្រោះកាលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅព្រះអង្គទ្រង់បានប្រារព្ធកម្មវិធីសាវកសន្និបាតការប្រជុំពួកសាវករបស់ព្រះអង្គនៅថ្ងៃ15កើតខែមេនឹងឯងប៉ុណ្ណឹងជាប្រវត្តិសាស្ត្រដែលពុទ្ធសាសនិកគ្រប់រូបទាំងអស់ដែលត្រូវតែកត់សម្គាល់ដឹងថាថ្ងៃ15កើតខែមេនេះជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូយើងព្រះអង្គបានប្រជុំពួកសាវកគេហៅថាសាវកសន្និបាតបាលីនៅប្រជុំពួកសាវកហ្នឹងឬគេហៅថាចតុរង្គសន្និបាតគេថាការប្រជុំនឹងប្រកបដោយអង្គ4ក្នុងកម្មវិធីដែលប្រជុំហ្នឹងនឹងសំបកករណានឹងញោមញាតិពុទ្ធបរិស័ទនឹងជ្រាបបានជាយើងពុទ្ធបរិស័ទទាំងអស់នឹងប្ររពកម្មវិធីបុណ្យសាវកសន្និបាតឬក៏ចតុរង្គសន្និបាតនៅថ្ងៃ15កើតខែមេនេះព្រោះទៅតាមពេលវេលាដែលកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានប្រជុំពួកសាវករបស់ព្រះអង្គនោះវិញម្យ៉ាងទៀតសូមប្រគេនសូមជម្រាបថាសាវកសន្និបាតឬចតុរង្គសន្និបាតនេះមិនមែនមានតែសម្រាប់ពុទ្ធបាទនៃព្រះសម្មាសម្ពុទ្ធ
សមណគោតមបរមគ្រូយើងទេព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គទោះបីជាអតីតពុទ្ធក្តីបច្ចុប្បន្ននឹងក្តីអនាគតកាលទៅខាងមុខក្តីគ្រប់ព្រះសម្មាសម្ពុទ្ធដែលត្រាស់ដឹងឡើងនៅលើលោកនេះគឺព្រះពុទ្ធគឺព្រះអង្គលោកធ្វើសាវកសន្និបាតឬចតុរង្គសន្និបាតនេះដូចគ្រប់ព្រះអង្គណាក៏ធ្វើដែរដូចជាអតីតព្រះសម្មាសម្ពុទ្ធមុនព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនេះមានព្រះពុទ្ធវិបស្សីសម្មាសម្ពុទ្ធព្រះអង្គបានធ្វើសាវកសន្និបាតនឹង3ដងក្នុងមួយពុទ្ធបាទរបស់ព្រះអង្គហ្នឹងសម័យសាសនាព្រះអង្គហ្នឹងពេលបន្តមកទៀតព្រះសិក្ខីសម្មាសម្ពុទ្ធព្រះអង្គក៏ធ្វើ3ដងដែលសាវកសន្និបាតបន្តមកទៀតព្រះវិសុភូសម្មាសម្ពុទ្ធក៏ធ្វើ3ដងដែរក្នុងព្រះសម្មាសម្ពុទ្ធ3ព្រះអង្គមុននឹងដែលបានធ្វើសាវកសន្និបាតមួយអង្គ3ដងហ្នឹង3ដងដូចគ្នាតែចំនួនពូភិក្ខុដែលប្រជុំហ្នឹងមានតែច្រើនខុសគ្នាមិនដូចគ្នាទេនឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទជ្រាបអញ្ចឹងតែព្រះសម្មាសម្ពុទ្ធសមណគោតមបរមគ្រូនៃយើងនេះព្រះអង្គធ្វើសាវកសន្និបាតហ្នឹងបានតែម្ដងទេតិចជាងគេហើយមានចំនួនភិក្ខុដែលមកប្រជុំហ្នឹងសន្និបាតហ្នឹងក៏មានចំនួនតែដែលមានតែ1250រូបទេបើអង្គព្រះសម្មាសម្ពុទ្ធពីអតីតដោយយ៉ាងព្រះសម្មាសម្ពុទ្ធវិបស្សីសម្មាសម្ពុទ្ធព្រះអង្គបានធ្វើសាវកសន្និបាតលើកទី1មានចំនួនភិក្ខុ6លាន8សែនរូបច្រើនណាបងដល់លើកទី2មាន1សែនរូបលើកទី3 80000រូបបន្ទាប់មកព្រះសម្មាសម្ពុទ្ធព្រះនាមសិក្ខីធ្វើចតុរង្គសន្និបាត3ដងដែរលើកទី1មានភិក្ខុ1សែនរូបលើកទី2 80000រូបលើកទី3 70000រូបព្រះវិសុភូសម្មាសម្ពុទ្ធបានធ្វើចតុរង្គសន្និបាត3ដងដែរលើកទី1មានភិក្ខុ80000រូបទី2លើកទី2 70000រូបលើកទី3 60000រូបហើយចំនួនខុសគ្នាចាព្រោះតិចជាងគេតែព្រះសម្មាសម្ពុទ្ធបរមគ្រូយើងហ្នឹងឥឡូវរៀបរាប់ពីសម្ដែងអំពីចំនួនភិក្ខុ1250រូបរបស់ព្រះសម្មាសម្ពុទ្ធនៃយើងនេះដើម្បីប្រគេននិងជំរាបដល់ញោមញាតិពុទ្ធបរិស័ទឲ្យជ្រាបព្រោះក្នុងពុទ្ធសាសនាចាំបាច់ណាស់ធ្វើកិច្ចការអ្វីមួយកម្មវិធីអីមួយត្រូវតែដឹងហេតុដឹងផលនៃការងារដែលខ្លួនធ្វើនឹងមិនចេះតែធ្វើទៅទេនឹងតាមធម៌វិន័យបានជាមេកបុជាថ្ងៃនេះអាត្មានឹងសូមនាំរឿងនៃទានដំណើរនៃភិក្ខុ1250រូបដែលមកប្រជុំចតុរង្គសន្និបាតឬក៏សាវកសន្និបាតរបស់ព្រះសម្មាសម្ពុទ្ធនោះថាតើភិក្ខុ1250រូបនឹងមកពីកន្លែងណាខ្លះកំណើតពីណាខ្លះបាន
មក1250រូបហ្នឹងភិក្ខុ1250រូបនេះប្រវត្តិរបស់ភិក្ខុ1000រូបពោ1000រូបនេះក៏ប្រវត្តិដើមរបស់លោកជាពួកចុដិលដែលបួសក្រៅពុទ្ធសាសនាទេពួកចុដិល1000រូបនេះមានអាចារ្យហ្នឹង3មេហ្នឹង3សាស្ត្រាចារ្យហ្នឹងសាស្ត្រាចារ្យទី1នឹងឈ្មោះឧរវេលកសបៈមានសិស្ស500រូបអាចារ្យទី2ឈ្មោះនទីកសបៈមានបរិស័ទសិស្សនឹង300រូបទី3អាចារ្យទី3ឈ្មោះកយាកសបៈមានបរិស័ទសិស្សនឹង200រូបចុដិលទាំង3នឹងជាបងប្អូននឹងគ្នាដូចពាក្យថាចុដិលនឹងពួកអ្នកបួសក្រៅពុទ្ធសាសនានឹងពួកនោះសើបួងសក់ចុដាដោយពួកតបោះបានគេហៅចុដិលហ្នឹងចុដិលទាំង3ក្រុមនេះរស់នៅអាស្រ័យនៅក្នុងឧរវេលាប្រទេសនៅក្នុងតាមជួរដងស្ទឹងមាត់ស្ទឹងនិរញ្ជោនៅតាមដងស្ទឹងមាត់ស្ទឹងឯបណ្ដើរគ្នាឧរវេលកសបៈនៅលើគេខាងលើទឹកទៅនៅទីកសបៈប្អូនទី2នៅទី1នៅកណ្ដាលបន្ទាប់មកកិយាកសបៈនៅខាងក្រោមតែបណ្ដើរនេះតាមមាត់ស្ទឹងណាស្ថិតនៅក្នុងឧរវេលាប្រទេសស្រុកសេនានិគមនៅក្នុងមាត់ស្ទឹងនិរញ្ជរេញោមញាតិអញ្ជើញទៅធម្មយាត្រាទៅពុទ្ធភូមិទៅឃើញហើយមគ្គទេសនាំទៅបង្ហាញថានេះស្ទឹងនិរញ្ជរេណាប៉ុន្តែឥឡូវគោកទៅហើយខែប្រាំងគោកដាច់ទឹកអស់អាត្មាបានទៅពិនិត្យឃើញកន្លែងហ្នឹងសត្វខ្សាច់បានគេហៅឧរវេលាប្រទេសប្រែមកជាខ្មែរថាប្រទេសដែលមានភ្នូខ្សាច់នឹងច្រើនកន្លែងហ្នឹងគេឧរវេលាប្រទេសនិរញ្ជរេនេះកំណើតភិក្ខុ1000រូបហ្នឹងចេញពីចុដិលពួកតបោះបួសក្រៅពុទ្ធសាសនាទេបានជួបនឹងព្រះសម្មាសម្ពុទ្ធដូចជាដិលទាំង3ក្រុមនេះមានទិដ្ឋិរបឹងរឹងរូសយ៉ាងខ្លាំងបំផុតព្រះសម្មាសម្ពុទ្ធព្រះអង្គបានទៅប្រស្រ័យទាក់ទងស្គាល់គ្នាគ្រាន់តែនិយាយចរចាប្រស្រ័យគ្នានឹងរឹបខែរត់ព្រះអង្គមានសម្ដែងបដិហាអីដើម្បីបង្ហាញឥទ្ធិឫទ្ធិរបស់ព្រះអង្គមកនៅតែមិនទាន់ទទួលស្គាល់ថាជាព្រះអរហន្តមុនមកព្រះអង្គទៅសុំស្នាក់នៅរោងភ្លើងពូជាដែលរោងភ្លើងមាននេពោះធំកាចមានពឹសទៀតព្រះអង្គទៅសុំស្នាក់នឹងថាបើសិនណាជាដែលឧរវេលាកសបៈរបស់មិនយល់ទើសទេលោកសុំទៅស្នាក់ក្នុងរោងភ្លើងនោះព្រះអង្គលោកដឹងថានោះមានពោះកំណាចហើយបានឧរវេលកសបៈថាសមណៈនៅក្នុងរោងភ្លើងនឹងមានអ្នកមានពឹសសាហាវណាស់ឯងហ៊ានទៅចោតពឹសអត់ទៅអ្នកនៅក្នុងបៀតបៀនបានសម្មាសម្ពុទ្ធថាមិនអីទេឲ្យតែឧរវេលកសបៈថាមិនយល់ទើសទេប្រកួតថាគាត់នឹងចូលទៅសម្រាប់ណាបានឧរវេលកសបៈទេមានមិនធុញត្រិនមិនកំណាញ់ទេបើថាមិនខ្លាចទេក៏ទៅស្នាក់ហ្នឹងបើសមានពលទៅស្នាក់នឹងទៅដោយឥទ្ធិពលបារមីអនុភាពព្រះអង្គនេះនោះក៏មិនមានធ្វើអីទេបងវាពូតនេះ
អូរវេលកាសវាចេះតែចាំលោបមើលថាចាំមើលពោះនឹងធ្វើម៉េចទៅណាដូចចេះតែព្រួយថាសមណៈនេះមើលទៅបែរជាមិនធន់នឹងពោះហ្នឹងពោះនឹងអាចចេះអាចព្រោះពឹងងាប់ចេះចាំមើលមកចាំមើលដល់ព្រះអង្គទៅដោយអំណាចបារមីរបស់ព្រះអង្គក៏នេកនោះក៏ខ្លោបខ្លាចមិនហ៊ានរហូតដល់ព្រះអង្គលោកចាប់នេកនោះមកដាក់ក្នុងបាតព្រះអង្គទៅបង្ហាញពួករវេលកាសបៈណាផងcònនៅតែមិនទាន់ជឿថាអ្នកមានរិទ្ធអរហន្តទេថាមិនមែនជាអរហន្តទេបើពួកយើងហ្នឹងបានជាអរហន្តអូតែខ្លាំងណាស់ណាដែលយប់ឡើងព្រះអង្គគង់យប់ឡើងពួកទេវតាប្រអិនចុះមកពាក្យកណ្ដាលអត្រេតនោះមកគល់ព្រះអង្គមានពន្លឺរស្មីចាំងភ្លឺពេញឧរវេលកាសបៈទាំង3ហ្នឹងឃើញទាំងសិស្សរបស់រិវាឃើញថាអស្ចារ្យណាស់យប់មិញពន្លឺអីភ្លឺប្រងព្រាននៅទីដែលសមណៈគង់ស្នាក់នៅព្រឹកឡើងទៅសួរទេសមណៈទៅដាំយប់មិញអ្នកណាមកបានមានពន្លឺភ្លឺប្រងព្រានណាសម្មាពុទ្ធព្រះអង្គធម្មនាឧរវេលកាសបៈយប់មិញហ្នឹងពួកទេវតាប្រអិនហ្នឹងចុះមកគល់ថាគាត់មកសាកសួរបញ្ហាធើនឹងមកស្ដាប់ធម៌ដល់ព្រះសម្មាសម្ពុទ្ធលោកប្រាប់ទៅជឿដែរថាយីសមណៈនេះអស្ចារ្យមានទេវតាប្រអិនប្រព្រំចុះមកគល់អស្ចារ្យប៉ុន្តែមិនមែនជាអរហន្តទេបើពួកយើងជាអរហន្តនៅតែប្រកាន់ចឹងនេះអាសមិមេនេះប្រកាន់តរំនឹងព្រះអង្គទូលមានបាននឹងអូប្រសដែងបដិហាច្រើនណាស់ត្រឹមនឹងប្រុសបាននឹងដល់ប្រុសបានទៅបានឧរវេលកាសំនឹងមុនគេបើដល់នឹងទៅក៏បានឧរវេលកាសពហើយនឹងសិស្ស500ជ្រះថ្លាក៏បួសទៅសំបួសដល់បន្ទាប់របួសក៏បណ្ដែតគ្រឿងបរិខាពួកជាដែលតាមស្ទឹងទៅប្អូនខាងនៅកណ្ដាលបន្ទាប់នឹងឃើញបរិខានឹងហើយក៏ឆ្ងល់ថាម៉េចបានជាពួកជាដែលខាងលើបណ្ដែតបរិខារបស់ជាដែលទាំងអស់ទៅសើបសួរដឹងតែជ្រះថ្លាបួសហើយក៏បួសតាមគ្នាតទៅនឹងសម្រាប់អភិក្ខុព្រះអរហន្តមកពន់រូបនឹងគ្រាន់លើកវត្ថុនិទានមកតំណាលបន្តិចឲ្យប្រគេននឹងជារៀបយមញាតឲ្យយល់ដឹងថាកំណើតមកពីណាយ៉ាងរួចមានព្រះអកសាវៈដែលលោកបានបួសមុនហ្នឹងបាន250ព្រះអរហន្តសាវកមុនហ្នឹងចាមកបូកនឹងពួកជាដែលមកពន់ទៅបានចំនួនជាព្រះអរហន្ត1250រូបហ្នឹងនឹងសូមឲ្យខ្ញុំញាតជ្រាបចាអានឹងនិយាយពីសាវកសន្និបាតរបស់ព្រះសម្មាសម្ពុទ្ធយើងនេះហើយមានតែម្ដងទេវិកន្លែងដែលព្រះសម្មាសម្ពុទ្ធបរមបានប្រជុំសាវកសន្និបាតនេះនៅទីកន្លែងដែលប្រពនៅវត្តវេលវ័នក្បែរក្រុងរាជក្រឹសជិតភ្នំកិច្ចកោតណាញោមញាតបានធម្មយត្រាទៅប្រទេសឥណ្ឌាមគ្គទេសគេនាំទៅបង្ហាញនេះវត្តវេលវ័នវត្តវេលវ័ននឹងជាវេលវ័នវេលនឹងបល័យប្រែមកជាខ្មែរថាឫស្សីពីងពងដើមឫស្សីពីងពងណាវេលវ័នប្រែមកថាព្រៃឫស្សីពីងពងក្នុងតំបន់នោះសតឫស្សីពីងពងបើឫស្សីពីងពងស្រុកគេអាត្មាបានគេដូចជាធំជាងឫស្សីពីងពងយើងបើដើមធំជាងនៅសពថ្ងៃណាវេលវ័នប្របាទពិមពិសាហ្នឹងលោកជ្រះថ្លាបានវេ
វេលវ័ននឹងព្រៃរស័យនឹងថ្វាយចំពោះព្រះសម្មាសម្ពុទ្ធដើម្បីធ្វើជាវត្តមុនគេទាំងអស់នៅក្នុងពុទ្ធសាសនានៅវត្តវេលវ័នគេហៅវត្តវេលវ័នកលន្តកនិវាបស្ថាននេះកន្លែងដែលព្រះអង្គធ្វើសាវកសន្និបាតហ្នឹងកលន្តកនិវាបស្ថានប្រែមកជាខ្មែរថាកន្លែងនោះពួកមហាជនហ្នឹងគេតែងទៅឲ្យចំណីសត្វកង្ហែនណាពីដើមមានគេធ្វើទានចំណីឲ្យសត្វកង្ហែនណាកលន្តកនិវាបស្ថានកន្លែងដែលពួកមហាជនគេមានជាថ្លាគេទៅរកចំណីគេទៅឲ្យសត្វកង្ហែនទៅនៅវាប្រជុំពួកសត្វកង្ហែនហ្នឹងនៅខ្ញុំមានស្គាល់តែកង្ហែនកំប្រុកហ្នឹងកង្ហែនកំប្រុកដូចតែគ្នាបាទកំប្រុកធំជាកង្ហែនកង្ហែនទៅតូចជាងអានេះបានជាឈ្មោះថាវត្តវេលវ័នកលន្តកនិវាបស្ថានចឹងសូមឲ្យញោមញាតិជ្រាបទីកន្លែងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រជុំសាវកសន្និបាតនេះគឺបំណងវត្ថុបំណងព្រះអង្គនឹងប្រកាសសាសនធម៌នៃប្រកាសសាសនធម៌ឲ្យពុទ្ធបរិស័ទទូទៅដែលជ្រះថ្លានឹងជាវត្តបដិបត្តិនឹងប្រកាសធ្វើឲ្យបងសូមឲ្យយើងនិយាយជាទី1ហើយប្រកាសធ្វើឬគេហៅថាចតុរង្គសន្និបាតចតុករង្គសន្និបាតគេថាការប្រជុំប្រកបដោយអង្គ4វាមានលក្ខណៈ4យ៉ាងពោលទី1គឺការដែលមកប្រជុំនោះនៅថ្ងៃ15កើតខែមេសូមឲ្យញោមញាតិជ្រាបថ្ងៃ15កើតខែមេហ្នឹងឯងហើយពួកភិក្ខុ1250រូបនោះអត់មានអ្នកណាទៅនិមន្តទេអានេះជាអង្គទី2អត់មានណាទៅនិមន្តឬក៏ធ្វើកតិកាសញ្ញាអីនឹងគ្នាថាថ្ងៃ15កើតខែមេនោះយើងនឹងមកប្រជុំគ្នាអត់មានបានណាត់គ្នាទេស្រាប់តែថ្ងៃរសៀលថ្ងៃ15កើតខែមេនឹងពួកភិក្ខុពួកព្រះអរហន្ត1250រូបលោកនៅកន្លែងទីប៉ាត់ដូចជាណាត់គ្នាព្រមស្រុកគ្នាមកដល់ហើយមកអានឹងជាអង្គទី2ឬអង្គទី3ភិក្ខុទាំងមក1250រូបនោះជាបឋិជនក៏មិនមានជាសោតាជាសក្កទាគាជាអនាគាជាអរហន្តសុខវិបស្សកក៏មិនមានអត់មានទេសត្វតែជាព្រះអរហន្តសម្រាប់អភិញ្ញា6ស្មើគ្នាទាំងអស់នឹងភិក្ខុទាំង1250រូបអានេះជាអង្គទី3អង្គទី4ភិក្ខុ1250រូបនោះដែលបួសអត់មានកោសក់ដោយកំបិតទេអត់មានកោទេសក់ហ្នឹងគឺព្រះសម្មាសម្ពុទ្ធជាបរមគ្រូត្រង់ពំបួសដោយផ្ទាល់ព្រះអង្គហើយបួសពេលហ្នឹងអត់មានការកៈសង្ឃអត់មានកម្មវាចាអនុសវណ្ណគណៈពរកៈហតបាអត់មានទេមុនដំបូងគឺព្រះអង្គត្រង់ពំបួសដោយផ្ទាល់ព្រះអង្គឯងតែมันមានទៅរោស្បង់រោជ័យពរអីណាផងកាន់តែមានសទ្ធាជាថ្លាមកព្រះអង្គបំបួសដោយមានព្រះពុទ្ធដីកាព្រះវិចាថាអេហិភិក្ខុថាអ្នកចូលសម្រាប់ជាភិក្ខុជាបព្វជិតក្នុងពុទ្ធសាសនាចាគឺណាប៉ុណ្ណឹងកើតឯងសក់នឹងក៏រួញទៅឯងថាឥតមានកោដោយកំបិតទេ
សបងចៃវក៏កើតឡើងខ្លួនឯងព្រមយ៉ាងដូចជានិមិត្តនឹងគេហៅថាបួសដោយអហិភិក្ខុឥតមានកុសលដែលកំបិតនឹងដោយសារបារមីបុណ្យដែលពួកព្រះសង្ឃទាំង1200រូបបានសាងសន្សំមកពីអតីតជាតិហ្នឹងតែបើតាមក្នុងអានិសង្ឃកឋិនពោលថាញោមញាណដែលជ្រះថ្លាធ្វើបុណ្យកឋិននេះព្រោះអានិសង្ឃបុណ្យកឋិននឹងដល់អនាគតកាលទៅខាងមុខទៅបារមីចាស់បញ្ញាចាស់បារមីទុំហើយដែលប្រាថ្នាចេញចាក់ទុកហ្នឹងអន្ទូលទៅកើតក្នុងពុទ្ធបាទព្រះសម្មាសម្ពុទ្ធណាដែលព្រះអង្គត្រាស់ដឹងនៅពេលខាងមុខហ្នឹងពេលខាងមុខហ្នឹងមានព្រះនៅមួយអង្គទីផតកម្មយើងគឺព្រះសិអាមេត្រីហ្នឹងនឹងត្រាស់អនាគតខាងមុខនោះតកាលហើយញោមញាណដែលបានសន្សំបារមីបញ្ញាច្រើនចាស់ខ្លាទៅព្រោះនឹងត្រូវបានចេញផុតចាកទុក្ខពីសង្សារវដ្តហ្នឹងទៅកើតជួបក្នុងពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គព្រះសិអាមេត្រីលោកត្រាស់ដឹងឡើងបានទៅស្ដាប់ធម៌ព្រះអង្គជ្រះថ្លាក្នុងសិលភ្នោះហ្នឹងសុំព្រះអង្គបួសមកបាក់រត្រៃចីវរអីទេព្រោះអានិសង្ឃដែលបានថ្វាយចីវរកឋិនទានដល់ព្រះសង្ឃនឹងឯងហ្នឹងនិយាយពីអានិសង្ឃកឋិនហ្នឹងក្រិនតែជ្រះថ្លាទូលព្រះអង្គដល់ខ្ញុំព្រះអង្គជ្រះថ្លាចង់ឧបសម្បទាជាភិក្ខុភាវៈក្នុងព្រះសាសនាព្រះអង្គប៉ុណ្ណោះព្រះអង្គពំពោះដោយអេភិក្ខុគ្រាន់តែមានពុទ្ធិកាតែប៉ុណ្ណោះកើតជាភិក្ខុព្រមងាយហើយបួសនឹងបួសចំបញ្ចប់ហើយដែលអ្នកសម័យខ្លួនប្រាថ្នាដើម្បីញ៉ាំងកិលេសឲ្យអស់ទៅកម្ចាត់កិលេសអស់ទៅបានត្រាស់ដឹងនៅធម៌នឹងចេញចាកសង្សារទុក្ខបញ្ចប់ការកើតចាស់ឈឺស្លាប់ក៏សម្រេចដល់ត្រើយតែដល់ត្រើយហើយគោលដៅដែលប្រាថ្នាហើយនឹងសូមឲ្យញោមញាតពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបដូចការដែលប្រជុំប្រកបដោយអង្គ4គេហៅចតុរង្គសន្និបាតវាមានលក្ខណៈ4យ៉ាងហ្នឹងឯងឬបើពោលមួយយ៉ាងថាសាវកសន្និបាតប្រជុំពួកសាវកហើយក្នុងការដែលព្រះអង្គប្រជុំនេះគឺការផ្សព្វផ្សាយពុទ្ធសាសនាឲ្យសាសនធម៌ដែលត្រូវបដិបត្តិដើម្បីចេញចាកទុក្ខហ្នឹងមាញ់ឮប្រសង់ដែលលោកចម្រើនព្រះបរិត្តមាញ់ហ្នឹងចម្រើនចាប់ទៅលោកសូត្រស្វាតជាពីអវាទដែលព្រះសម្មាសម្ពុទ្ធសម្ដែងនៅក្នុងអវាទបដិមោក្ខហ្នឹងឯងវិសម្បញ្ជាទៀតថាបដិមោក្ខនេះមាន2មួយហៅវិសុទ្ធិបដិមោក្ខគឺអវាទបដិមោក្ខនេះពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនេះណែនាំបញ្យលបរិស័ទឲ្យចេះគោរពបដិបត្តិនៅពុទ្ធសាសនាហ្នឹងពាក្យទូលមានហ្នឹងទី2ហៅអនាបដិមោក្ខមាន2បដិមោក្ខដែលព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទ្រង់សម្ដែងមុនគេបំផុតគឺអវាទបដិមោក្ខនេះឯងផ្សព្វផ្សាយពុទ្ធសាសនាសាសនធម៌ពាក្យទូលមានព្រានប្រដៅដែលណែនាំឲ្យបរិស័ទបដិបត្តិនឹងដែលមាននៅក្នុងគម្ពីរបត្រៃបិដកហ្នឹងសិលសមាធិបញ្ញាហ្នឹងនឹងសត្យធម៌បដិបត្តិហើយព្រះសម្មាសម្ពុទ្ធជាបរមគ្រូយើងលោកសម្ដែងអនាបដិអវាទបដិមោក្ខនឹងដែរមុនព្រោះដល់ក្នុងច្បាប់ឃើញថាលោកសម្ដែងណែនាំបាន20ឆ្នាំ3ភាសាដល់ភាសាទី21ព្រះអង្គក៏ផ្លាស់ប្ដូរកែប្រែពេលដែលព្រះអង្គកែប្រែហ្នឹងគឺព្រះអង្គទ្រង់គង់នៅក្នុងមិគិរប្រាសាទ
វិគាប្រាសាទហ្នឹងគឺវត្តពពេរាមដែលនាងវិសាខាមហាបាសិកាសាងថ្វាយហ្នឹងថាវត្តពពេរាមព្រះអង្គទ្រង់ប្រជុំពូភិក្ខុហើយក៏ប្រាប់ពូភិក្ខុថាមនាលពូភិក្ខុទាំងឡាយអំណះតទៅខាងមុខទៀតថាគាត់នឹងឈប់សម្ដែងនៅអវាទបដិមកនេះហើយថាគាត់អនុញ្ញាតឲ្យភិក្ខុទាំងឡាយនឹងសម្ដែងនៅអនាបដិមកអនាបដិមកគឺសិក្ខាបទ227ដែលសម្រាប់ពួកភិក្ខុបដិបត្តិសប្តាហ៍ថ្ងៃហ្នឹងសិក្ខាបទ227ហើយអនាបដិមកនេះក៏ព្រះអង្គអនុញ្ញាតឲ្យសម្ដែងរៀងរាល់កន្លះខែ15ថ្ងៃសម្ដែងម្ដងបើរនោចដែលវាខាតខែខាត14ថ្ងៃសម្ដែងម្ដងនៅក្នុងរោងអបសថាគារហ្នឹងគេហៅអនាបដិមកសូមឲ្យញោមនិយាយជ្រាបចេះមាន2មុនដំបូងអវាទបដិមកដល់ក្រោយគេហៅអនាបដិមកមាន2វិញញោមចាំឲ្យច្បាស់ណាអវត្តបដិមកគឺសម្ដែងសាសនៈធឿននាំឲ្យបរិស័ទទាំងបព្វជិតទាំងក្រហមបដិបត្តិនៅសាសនាហ្នឹងពោលដោយមានព្រះបាលីថាបុណ្យកាជាភាសាបាលីថាសัพពបាបាសៈអករណੰកុសលសោបសម្បទាសចិត្តបរិយោតិបណੰ3បនជាភាសាបាលីប្រែមកជាខ្មែរសัพពបាបាសៈអករណੰនឹងបានន័យថាកិរិយាមិនធ្វើបាបទាំងពួងអំពើអាក្រក់ហ្នឹងណែនាំបរិស័ទមិនឲ្យធ្វើហើយក៏បានសម្ដែងបើពឹសស្ដារវែងឆ្ងាយណាស់ណាញោមញាតិណាបដិមកមិនថ្លៃមិនតែច្រើនបណ្ណអាត្មាសម្ដែងក្នុងឱកាសល្ងាចនេះគ្រាន់តែលើកបន្តិចទេមកសឹកខែបញ្យល់ឲ្យញោមដឹងពីស្អីអវត្តបដិមកដូចមិនអានបាលីថាសัพពបាបាសៈអករណੰកុសលសោបសម្បទាសចិត្តបរិយោតិបណੰថាកិរិយាមិនធ្វើបាបទាំងពួងមួយកិរិយាបំពេញកុសលមួយកិរិយាជំរះចិត្តរបស់ខ្លួនឲ្យផូរផង់មួយនេះជាអវត្តបដិមកហើយឬបើប្រែអត់ថាទាំង3នេះឯងជាពាក្យទូលមានព្រិនបដៅរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គមានតែព្រះសមណគោតមបរមគ្រូតែអង្គណាក៏ដូចគ្នាអញ្ចឹងឯងអវត្តបដិមកតែចេញមកក៏សัพពបាបាសៈអករណੰកុសលសោបសម្បទាសចិត្តបរិយោតិបណੰអេតាំងពុទ្ធានសាសនੰហ្នឹងហើយជាពាក្យទូលមានព្រិនបដៅរបស់ពុទ្ធជាសាសនារបស់ពុទ្ធនឹងប៉ុន្តែញោមញាតិបានសិក្សារៀនសូត្រពុទ្ធសាសនាច្បាស់លើអត់ដឹងថាស្អីដែលជាពុទ្ធសាសនាទេទៅយល់ផ្ដេសផ្ដាសឯណាពេញទឹកពេញដីថាសាសនានាំគ្នាទៅវាអញ្ចឹងបញ្ហាពីមិនបានរៀនវាអត់ដែលនាំគ្នាធ្វើផ្ដេសផ្ដាសនិយាយពីចូលចិត្តវាបើនិយាយរឿងមែនតែនពុទ្ធសាសនាដូចជាវត្តបដិមកអត់សូវចូលចិត្តទេដើម្បីបានមិនចូលចិត្តព្រោះធ្វើខ្លួនឯងវានឿយវាហត់វាខ្ជិលបើទៅពឹងគេវាសូរឲ្យគេធ្វើអាហ្នឹងឯងចំណុចដែលចូលចិត្តណារបស់ញោមញាតិគឺទៅពឹងគេទៅសុំគេរីឯពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានឲ្យទៅពឹងណាឲ្យទៅសុំណាឲ្យធ្វើខ្លួនឯងហ្នឹងដូចកិរិយាមិនធ្វើបាបទាំងពួងនេះមានទៅពឹងអ្នកណាមកធ្វើការមិនធ្វើបាបឲ្យយើងមានតែខ្លួនយើងនឹងឯងកិរិយាមិនធ្វើបាបគឺមិនធ្វើអាក្រក់អំពើអាក្រក់ទាំងពួងហ្នឹងទី1ហើយហើយទៅសួរតាមបើធ្វើអំពើអាក្រក់មានអីជាដើមចំដើមតោងគេមេគេប្រភពគេណាថាវាមានលោភៈទោសៈមោហៈណាហើយជានោះជាតួបាបលោភៈទោសៈមោហៈសេចក្តីចង់បានហួសប្រមាណហ្នឹង
ចង់បានទ្រព្យបានសម្បត្តិបានដោយវាហួសប្រមាណព្រំដែនណាដែលយើងអាចធ្វើកើតហ្នឹងអញ្ចឹងទៅជាប្រព្រឹត្តអាក្រក់ទី2គឺទោសៈសេចក្តីក្រោធខឹងហ្នឹងកំហឹងចង់គំនុំនៅក្នុងចិត្តហ្នឹងទី3គឺមោហៈនឹងវង្វេងក៏បានល្ងងក៏បានព្រោះល្ងងហ្នឹងបានវិញហ្នឹងតែអាមោហៈជាឈ្មោះរបស់អវិជ្ជាសេចក្តីល្ងងហ្នឹងឯងនេះព្រះសម្មាសម្ពុទ្ធទូន្មានយើងនឹងថាឲ្យជៀសវាងកុំធ្វើឬប្រភពដើមនេះគឺលោភៈទោសៈមហៈនេះជាតួបាបឬជាហេតុវាអានឹងវាជាផលជាតួបាបផងជាហេតុដែលឲ្យកើតបាបផងលោភៈទោសៈមហៈហ្នឹងជាតួបាបផងជាហេតុដែលបង្កើតឲ្យបាបវាមានទាំងពីរហេតុដែលកើតបាបតែកើតមានលោភៈទោសៈហើយមោហៈហើយអាចឲ្យប្រព្រឹត្តទុច្ចរិត3យ៉ាងហ្នឹងហើយកាយទុច្ចរិតវិច័យទុច្ចរិតមនោទុច្ចរិតអាហ្នឹងវាកើតមេវាពីលោភៈទោសៈមោហៈហ្នឹងឯងអានេះសូមជ្រាបចឹងបានប្រពុតលោកឲ្យយើងនឹងបំបត្តិអលោភៈទោសៈមោហៈនឹងចេញមកហ្នឹងជាទូបាបហើយវានាំឲ្យធ្វើបាបដទៃទៀតផងទុច្ចរិតកាយទុច្ចរិត3យ៉ាងទី1គឺសម្លាប់សត្វទី2គឺលួចទ្រព្យគេទី3ទៅរំលោភប្តីប្រពន្ធកូនគេនេះសកើតពីកាយហ្នឹងទុច្ចរិតផ្លូវកាយទុច្ចរិតផ្លូវវាចា4រៀបរាប់យ៉ាងទៅចោលបន្តិចតែណាញោមណាទី1និយាយកុហកគេណាទី2និយាយញុះញង់អិចអានអ្នកដទៃឲ្យគេទើសទេឆ្លោះប្រកែកបាក់មេឃរហែកធៀងហ្នឹងទី3និយាយសម្ដីត្រកោះបោះបោកអសរោះសម្ដីគ្មានសិលធម៌ហ្នឹងទៅកាន់អ្នកដទៃហ្នឹងបើក្នុងច្បាប់ថាសម្ដីដូចគ្រាប់កំភ្លើងសម្ដីដូចដាវដូចលំពេងនិយាយទៅអ្នកដែលឮស្ដាប់គេឈឺចាប់គេហ្នឹងអានេះគេហៅសម្ដីត្រកោះបោះបោកទី4សម្ដីរយរាយអត់ប្រយោជន៍និយាយមួយថ្ងៃវេល្ងាចពីម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចអ្នកដែលស្ដាប់គ្មានបានប្រយោជន៍អីមួយម៉ាត់ទេអានេះគេហៅសម្ដីអាក្រក់4យ៉ាងដែលប្រពុតលោកហាមណាឲ្យពោលឬចិត្តទុច្ចរិតអាក្រក់ហ្នឹងទី1នោះសម្លឹងឃើញទ្រព្យសម្បត្តិអ្នកដទៃចង់បានឲ្យមកជារបស់ខ្លួនប្រាថ្នាចង់បានទី2មានគំនុំគុំគួននឹងជន់ដទៃគេធ្វើឲ្យប៉ះតង្កិចចិត្តថ្ងៃមុនហ្នឹងវាអត់បាត់រលប់ទៅជាប់ដែរចង់រកពិធីតបតទៅវិញឲ្យអ្នកនឹងបានសេចក្តីអន្តរាយពីនេះណាទី3គឺយល់ខុសពីការពិតអានឹងធ្ងន់ជាងគេបល័យថាមិច្ឆាទិដ្ឋិមិច្ឆាទិដ្ឋិធ្ងន់ជាងអីទៅទៀតនាំសត្វឲ្យទៅកាន់អបាយភូមិទៅកើតជានរកប្រែតដេរិឆានអសុរកាយហ្នឹងនេះវានាំពន្លិចទៅចឹងអានឹងការយល់ខុសហ្នឹងយល់ខុសនេះធ្ងន់ណាស់ណាញោមញាតិណានឹងសូមយល់អានឹងកើតគេហៅទុច្ចរិតប្រព្រឹត្តអំពើបាបហ្នឹងវាមាន10យ៉ាងមូលហេតុវាពីលោភៈទោសៈមោហៈហ្នឹងឯងបានទី2ថាការសន្សំកុសលកុសលសោបសម្បទានោះឲ្យសន្សំកុសលដែលយើងអាចសន្សំកុសលធ្វើសេចក្តីល្អបានលុះត្រាណាតែវាមិនមានសេចក្តីលោភបន្ថយអាលោភនឹងទៅណា
បំបត្តិអារម្មណ៍ដល់ហ្នឹងជាតួកុសលហើយបំបត្តិកំហឹងហ្នឹងដែលវាកើតឡើងហ្នឹងទៅកុំឲ្យវាមានវាបំបត្តិសេចក្តីល្ងងសេចក្តីវង្វេងអត់តែហ្នឹងជាតួកុសលហើយអាចកើតកុសលហើយជាមូលហេតុជាប្រភពពុំបានវាคลายមកឆ្លងមកដល់កុសល10យ៉ាងកុសលកម្មបុណ្យ10យ៉ាងហ្នឹងគឺកាយសច្ចរិត3វិច័យសច្ចរិត4មនោសច្ចរិត3អាហ្នឹងជាតួកុសលអាកាយសច្ចរិត3គឺវាផ្ទុយទៅទុច្ចរិតនឹងឯងគ្រាន់តែមួយធ្វើអាក្រក់មួយមិនធ្វើអាក្រក់ឈប់សម្លាប់គេឈប់លួចទ្រព្យគេឈប់ទៅបៀតបៀនប្តីប្រពន្ធកូនគេអាហ្នឹងក៏សល់ឈប់និយាយកុហកគេដោយសម្ដីហ្នឹងឈប់និយាយញុះញង់អុចអាលឲ្យគេឆ្លោះប្រកែកគ្នាហ្នឹងទី2ទី3ឈប់និយាយសម្ដីត្រកោះបោះបោទៅឲ្យអ្នកដទៃទី4ឈប់និយាយរយរាយស្អីដែលវាអត់ប្រយោជន៍គឺមិននិយាយពោលតែវាចារណាដែលមានប្រយោជន៍ដល់អ្នកស្ដាប់ណានេះល្អហើយកុសលហើយវាដោយចិត្តហ្នឹងមិនសម្លឹងចង់បានត្រឹមអ្នកដទៃមិនចង់គំនុំគុំគួនព្យាបាទអ្នកដទៃមិនយល់ខុសគឺយល់ត្រូវតាមហេតុតាមសច្ចៈសភាវៈធម៌ដែលកើតឡើងក្នុងលោកហើយយល់ត្រូវយល់មិនតែធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធ្វើនេះឲ្យធ្វើអីបាននោះអាហ្នឹងហើយបងដែលវាពិតប្រកបណាស់អាហ្នឹងយល់ត្រឹមត្រូវហើយគ្មានអ្នកណាធ្វើឲ្យទេគឺធ្វើខ្លួនឯងហ្នឹងកៅសមាធិយល់ត្រឹមត្រូវទៅតាមពិតតាមសភាវៈធម៌ដែលកើតឡើងនៅក្នុងលោកដែលមាននៅក្នុងលោកហ្នឹងអាហ្នឹងកិរិយាសន្សំកុសលរួចទី3កិរិយាដែលដោះខាត់ជំរះចិត្តរបស់ខ្លួនយើងឲ្យសោកឲ្យបរិសុទ្ធស្អាតអញ្ចឹងឲ្យវាអស់កិលេសនៃជំរះកិលេសបានពិធីដែលត្រូវធ្វើឲ្យចិត្តបរិសុទ្ធព្រះសម្មាសម្ពុទ្ធសម្ដែងទៅប្រាប់មានការចម្រើនសមថៈនិងវិបស្សនានឹងជាការដុសខាត់ជំរះចិត្តរបស់យើងឲ្យបរិសុទ្ធស្អាតនឹងពិធីលោកប្រាប់ដោយសមថៈកម្មដ្ឋានចម្រើនដើម្បីទប់ចិត្តធ្វើចិត្តឲ្យស្ងប់ព្រោះចិត្តរបស់យើងវាអត់ចេះស្ងៀមចេះស្ងប់តែជាធម្មជាតិរបស់ចិត្តរបស់មនុស្សនៅលើសកលលោកពិភពលោកហ្នឹងឲ្យតែមនុស្សដូចតែគ្នាចិត្តវាវិលវល់វារសាប់រសល់វាទេស្ទុះតរោរឿងរ៉ាវដតីនឹងមិនចេះចប់ទេការងាររបស់ចិត្តនឹងសូមឲ្យញោមញាជ្រាបបើអញ្ចឹងត្រូវចម្រើនសមថៈកម្មដ្ឋានដើម្បីធ្វើចិត្តឲ្យវាស្ងប់ឲ្យវាស្ងៀមកុំឲ្យវាលូតកវល់កវាយទេសាហ្នឹងអាចទប់ចិត្តបានដោយសមថកម្មដ្ឋានហ្នឹងពោលដល់ចម្រើនសមថកម្មដ្ឋានធ្វើចិត្តឲ្យស្ងប់អស់ហើយចិត្តនោះមានពន្លឺភ្លឺស្វាងព្រោះចិត្តរបស់យើងមនុស្សធម្មតាទូទៅចិត្តអត់មានសេរីភាពទេណាអធិប្បាយទៅហ្នឹងឲ្យញោមយល់ចុះចិត្តយើងអត់មានសេរីភាពទេចិត្តយើងនៅក្រោមកិលេសជឿនកណ្ដាលនោះវាមកស្រោបហុំចិត្តមានគេមកធ្វើអាណានិគមជាវាយចិត្តណាចិត្តអត់មានសេរីភាពទេសួរតើអ្នកណាមកធ្វើអាណានិគមចិត្តហ្នឹងគេថាពួកកិលេសតាមគម្ពីរថាកិលេសជឿនកណ្ដាលមានកាមឆន្ទៈព្យាបត្តិថៃនមិទ្ធិឧត្តចៈកុកចៈវិជិកិច្ឆាអានេះកិលេសជឿនកណ្ដាល
វាមកឃុំក្រងស្រោបចិត្តចាមកសង់ផ្ទះធ្វើភូមិនៅក្នុងចិត្តកម្មច្ឆន្ទៈគឺចិត្តនោះធ្វើនៅក្រោមអំណាចកម្មគុណ5នៅរូបសម្លេងក្លិនរសសម្ភើនោះព្យាបាទតិនឹងចិត្តនៅក្រោមឥទ្ធិពលអាគំនុំគុំគួនកំហឹកហ្នឹងថៃនមិទ្ធិនឹងចិត្តនៅក្រោមឥទ្ធិពលការងុយងោខ្ជិលច្រអូយ៉ាងឧត្តចៈកុកចៈនឹងវានៅក្រោមសេចក្តីរសប់រសល់កវល់កវាយរាយមេរបស់ចិត្តណាទី4ហ្នឹងទី5ហ្នឹងគឺវិជ្ជកិច្ឆាសេចក្តីសង្ស័យពីនេះពីនោះមិនចេះអស់មិនចេះចប់ទេអាសេចក្តីសង្ស័យរាប់សែនរាប់ម៉ឺនសង្ស័យនេះនៅក្រមអតិពលណាអីចិត្តវាមកស្រោបចិត្តអូចិត្តញោមញាតបរិស័ទមនុស្សធ្វើអីធ្វើតាមតែបញ្ជាជាវាយ5ហ្នឹងឯងធ្វើតាមហ្នឹងឯងបានមានលោភៈទោសៈមោហៈហ្នឹងក៏កើតឡើងដែរមើលធ្វើអីក្រោមហ្នឹងក្រោមបញ្ជាដល់កាលណាចម្រើនសមថកម្មដ្ឋាន40នឹងកម្មដ្ឋានណាមួយដែលចម្រើនទៅបានហ្នឹងសំប្រកបទៅអជាវាយនេះវរណៈ5ហ្នឹងវាទ្រោមទៅវាខ្សោយទៅវាក្រាបទៅដូចជាវាល្បេះចេញពីចិត្តហ្នឹងដល់ចិត្តមានសេរីភាពនៅតែម្នាក់ឯងមានសេរីភាពជាចិត្តតែម្នាក់ឯងមានចិត្តមានពន្លឺហើយពន្លឺគឺបញ្ញាអញ្ចឹងនឹងសូមឲ្យយោមញាតិជ្រាបអញ្ចឹងអញ្ចឹងបើធៀបឧបមាឲ្យងាយយល់ថានិវរណៈទៅ5ហ្នឹងលោកទុកដូចជាផ្សែងភ្លើងដែលយោមញាតិយកឆ្នាំងណាឆ្នាំងស្ពាន់ក្តីអាលិនញោមដែរទៅដាំទៅចំអិនធ្វើមកត្រូវដាំក្នុងភ្លើងដាក់ក្នុងភ្លើងផ្សែងភ្លើងនឹងវាស្រោបឆ្នាំងនេះយូរទៅបាត់ពើរបស់លោហៈធាតុដើមរបស់ឆ្នាំងស្ពាន់ហ្នឹងហើយមកទៅជាខ្មៅដោយផ្សែងភ្លើងនោះអានេះវណ្ណៈ5លោកធៀបអញ្ចឹងឯងវាបាត់រូបបាត់ពើសម្បល់របស់វត្ថុធាតុដើមគឺស្ពាន់ហ្នឹងទៅអត់មានពន្លឺទេកាលណាបើយើងចម្រើនសមាធិសមថៈទៅចិត្តវាស្ងប់ទៅជ្រេះនិវរណៈទៅ5វាទ្រូមទៅជ្រះទៅដូចយើងយកឆ្នាំងហ្នឹងទៅដោះឲ្យជំរះដោយគឺឲ្យវាចេញពន្លឺវត្ថុធាតុគឺស្ពាន់ហ្នឹងមកវិញអានេះអញ្ចឹងពេលហ្នឹងបើរួចដល់អញ្ចឹងទៅវាមានពន្លឺចិត្តនឹងមានបញ្ញាហើយយើងចូលទៅចម្រើនវិបស្សនាកាលណាចិត្តពលឺតឡាមានបញ្ញាទៅចម្រើនវិបស្សនាមើលសេចក្តីពិតរបស់សភាវៈធឿនដែលវាកើតមកលើលោកវាឃើញពិតបើវាយល់ពិតដូចជាការកើតឈឺចាស់ឈឺស្លាប់ជាដើមវាឃើញពិតហើយសេចក្តីទុក្ខដែលកើតឡើងចំពោះខណ្ឌ5ហ្នឹងក៏ឃើញពិតច្បាស់ព្រោះវាមានបញ្ញាភ្លឺស្វាងអានឹងការដកខាត់ជំរះចិត្តរបស់យើងឲ្យបរិសុទ្ធបានដោយសារយើងទៅអប់រំចិត្តដោយសមថៈនិងវិបស្សនានឹងមានពិធី3ហ្នឹងឯងដែលព្រះអង្គសម្ដែងទុកហើយសំបញ្ជាក់ទៀតឲ្យញោមញាតិណាថាអវាទបត្តិដែលមកនេះទី1ហាមព្រះអង្គហាមមិនឲ្យធ្វើអំពើអាក្រក់ដោយកាយវាចាចិត្តទី2ឲ្យញោមញាតិបរិស័ទនឹងសន្សំកុសលធ្វើសេចក្តីល្អដោយកាយវាចាចិត្តទី3ការដកខាត់ជំរះចិត្តឲ្យបរិសុទ្ធគឺត្រូវតែទៅសិក្សាអប់រំចិត្តដោយសមថៈនិងវិបស្សនានឹងឯងដោះជំរះតែអស់ពោលទៅបានសម្រេចអរហត្តមេអរហត្តផលនោះបានស្អាតចេះព្រោះបានសម្រេចព្រះនិព្វាននឹងតែកាលណាចិត្តមិនទាន់ស្អាតបរិសុទ្ធទេអត់ទៅរួចទេនិព្វានត្រូវដកខាត់ជំរះកិលេសចិត្តនោះឲ្យស្អាតដោយសមថវិបស្សនាបានទៅនិព្វានបានស្ដាប់បានទេញោមញាតិណា
ទៅនិព្វានមិនបន់ស្រន់បានទេញាតិញោមណាមិនដឹងចេះទៅបន់ស្រន់ឲ្យទេវតាព្រះឥន្ទព្រំមកយកទៅដាក់ព្រះនិព្វាននឹងអត់ទៅរួចទេដល់បានទេញោមណាវិញបណ្ឌិតអ្នកប្រាជ្ញលោកបានប្រាប់យើងបន្ថែមពីលើពុទ្ធដីកាទៀតឲ្យយើងច្បាស់លាស់លោកថាអេសូនេរាយនឹងព្រះព្រំអ្នកជឿនិយមថាស័ក្តិសិទ្ធិអ្នកដែលជឿព្រះអេសូនរាយនឹងថាអូស័ក្តិសិទ្ធិណាស់សុំអីក៏បានឯព្រះសម្ពុទ្ធទ្រង់ពិនិត្យឃើញថាការពិតផ្សេងទៅវិញទ្រង់ឃើញអថង្គិកមៈជាផ្លូវជាងជាត្រង់រេញទ្រង់លះបង់ផ្លូវអមខាងចេញចំណេញបានត្រាស់ពោធិញ្ញាណនឹងព្រះសម្មាសម្ពុទ្ធប្រាប់ឯហ្នឹងទេថាថង្គិកមៈអរិយមគ្គនឹងបានផ្លូវត្រង់អ្នកដែលជឿថាអេសូនរាយព្រំស័ក្តិសិទ្ធិនឹងអត់ប្រកបទេហើយសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាគឺយើងជឿព្រះពុទ្ធនឹងឯងស្អាតបានទេញោមណាយើងជឿព្រះពុទ្ធបើយើងមិនជឿព្រះពុទ្ធទេអត់បានអីសម្រេចទេដែលយើងប្រាថ្នាចង់បាននោះប្រយ័ត្នដោយបុរាណនោះថាស្លីសសាងព្រឹត្តចិត្តនៅខ្មៅស្លីសពាក្យសសាងព្រឹត្តសាងធ្វើបើចិត្តនៅខ្មៅហើយពាក្យថាស្លីសហ្នឹងមិនមែនសំដៅទៅលើញោមញាតិបាសកបាសិកាទេអ្នកបួសក៏ដូចតែគ្នាចឹងស្លៀកពាក់ដណ្ដប់គ្រឿងការសាវៈរបស់បព្វជិតក្នុងសាសនាប៉ុន្តែចិត្តនៅខ្មៅចិត្តនៅខ្មៅបានន័យថាធ្វើអាក្រក់ហើយមិនធ្វើចិត្តឲ្យសតាមសម្លៀកបំពាក់ទេស្លៀកសសាងព្រឹត្តចិត្តនៅខ្មៅចោលប្រាជ្ញតាមខ្លៅចំជៀសបាបមិនសែបគប់នឹងអ្នកប្រាជ្ញទេទៅសែបគប់ទៅនឹងពេលក្លៅបើចង់ជៀសមិនឲ្យជួបនឹងបាបអានេះលោកប្រាប់ហ่ะព្រោះតែខុសចោលប្រាជ្ញតាមខ្លៅចង់ជៀសបាបយ៉ាងវាអត់ទៅរួចទេឬសំឲ្យញោមញាក់ជ្រាបអញ្ចឹងយកវែកឲ្យដឹងរស់ប្រៃសាបញោមយកវែកដួសសន្លឲ្យវាដឹងថាសន្លនឹងប្រៃសាវែកវាអត់ដឹងទេយ៉ាងយកខ្សាច់មកគៀបបានប្រេងឬចាំក្រោយលោកថាឬឆ្ងល់អានឹងច្បាប់ភាសាបុរាណហើយស្លៀកសសាងព្រឹត្តចិត្តនៅខ្មៅចោលប្រាជ្ញតាមខ្លៅចំជៀសបាបយកវែកឲ្យដឹងរស់ប្រៃសាបយកខ្សាច់មកគៀបបានប្រេងឬនេះ4ខហ្នឹងអត់បានប្រយោជន៍ទេយកអត់បានប្រយោជន៍ទេមើលទៅយកដីខ្សាច់យកមកគៀបចង់បានប្រេងដីខ្សាច់ដែលមានប្រេងណាញោមណាយកវែកទៅឲ្យដឹងរស់សន្លប្រៃសាបថាវែកអញប្រាប់អញមកសន្លក្នុងប្រៃសាបវែកដែលប្រាប់យើងបានហើយញោមមិនសែបគប់នឹងអ្នកប្រាជ្ញស្អប់អ្នកប្រាជ្ញទៅសែបទៅក្នុងខ្លៅថាមិនចង់ឲ្យជួបបាបទេមិនចង់ឲ្យបានបាបធ្វើមិនទៅរួចពួកពៀននោះមិននាំទៅរកតែអំពើអភិនិះបាបនឹងឯងរួចស្លៀកសសាងព្រឹត្តបើចិត្តនៅតែខ្មៅញូញអានឹងអ្នកប្រាជ្ញឲ្យលោកប្រាប់ឲ្យចាំខ្ញុំចាំនេះហើយចាំនេះហើយបងចាំឲ្យណាអាត្មាសួរតែជួបសួរអានឹងប្រុងប្រយ័ត្នណាញោមណារៀងខ្លួនគ្រប់តែគ្នាអាហ្នឹងបងនឹងសត្វតបណ្ឌិតអ្នកប្រាជ្ញយើងហើយលោកប្រាប់នឹងបងចារៀបបញ្ចាំងធម៌ទេសនាក្នុងកម្មវិធីបុណ្យមាឃកម្ពុជាថ្ងៃនេះក៏សូមញោមញាតិបកករណាគ្រប់អង្គសូមបញ្ចប់តែប៉ុណ្ណឹងយកបងតាមធម្មតាញោមមិនទាន់ឲ្យចប់ទេបាទអាត្មាសូមចប់បើមិនសូមចប់ទៅថាស្មានណាទៅទៀតទៅបង
បើអញ្ចឹងថ្ងៃនេះក៏គ្រាន់តែជាពន្លឺណាញោមណាបន្ថែមព្រមបុណ្យកមេកបូជាញោមធ្វើឲ្យពិសាបូជាប៉ុន្តែមិនសូវដឹងមូលហេតុពុបហេតុដែលបុណ្យមេកបូជាពិសាបូជាច្បាស់លើចេះតែធ្វើរាល់តែឆ្នាំអត់ដឹងទេប៉ុន្តែទេសនានេះបានអធិប្បាយរង្គាយសេចក្តីឲ្យជំរាបញោមពុបហេតុដែលកើតបុណ្យមេកបូជាមានបុណ្យមេកបូជានឹងជំរាបប្រាប់ថាមានតែពុទ្ធសាមណៈគោតមយើងទេព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គនៅក្នុងលោកដែលត្រាស់ដឹងគឺមានសម្ដែងអវាទបដិមកដូចតែគ្នាប៉ុន្តែគណៈដងដែលធ្វើច្រើនជាងគ្នាតិចជាងគ្នាហើយជំនុំព្រះសង្ឃដែលបានមកប្រជុំក៏ច្រើនតិចជាងគ្នាដែរអានឹងដែលត្រូវដឹងណាញោមណានឹងសំខាន់ណាស់ត្រូវដឹងយ៉ាងនេះព្រះសមណៈគោតមបរមគ្រូយើងលោកបានធ្វើតែម្ដងទេក្នុងភិក្ខុ1250រូបហ្នឹងហើយភិក្ខុ1250ក៏ប្រាប់ឲ្យប្រវត្តិរបស់ព្រះលោកចេញពីប្រភពណាកន្លែងណាមកក៏ជំរាបអស់ហើយណាបើដឹងចាំមិនចាំបើមិនចាំឆ្នាំក្រោយទៀតអាហ្នឹងឯងដែលយើងពុទ្ធសាសនាត្រូវដឹងហ្នឹងត្រូវដឹងវាបានប្ររំនៅទីណាកន្លែងណាប្រាប់ឲ្យអស់ហើយព្រមមិនឲ្យញោមញាតអត់ដឹងទេអាមិនដឹងនេះគេហៅល្ងងណាញោមណាបើអាត្មាថាល្ងងគេញោមមិនសប្បាយចិត្តថាអត់ដឹងទេទៅស្រាលដូចមោហៈយ៉ាងមោហៈនឹងឈ្មោះល្ងងហើយមិនចឹងជំរាបឲ្យញោមញាតដឹងយ៉ាងគ្រប់គ្នាទាំងអស់បើអញ្ចឹងធ្វើទេសនាក្នុងកម្មវិធីបុណ្យមេកបូជាថ្ងៃនេះក៏លមមគួសមតាមកាលនិងវេលាហើយព្រោះត្រូវមានពិធីប្ររពជាបន្តពេលនឹងទៅទៀតពុំមានប្រកាសមេកបូជាមានបូជាគ្រឿងប្រទីបស្ដីអីជាដើមហើយប្រសង់លោកស្វាត់ជាបើតាមទំនៀមទម្លាប់ប្រពៃណីពីបុរាណសូត្រមកយប់ទៅភ្លឺតង់ព្រះសង្ឃផងតញោមញាតផងបានឡើងផែនបានទេតែម៉ោង10ហើយលលីងទេញ៉ៃមានស្អល់ទេឬតែម៉ោង4ក្រោកមកបន្តម្ដងទៀតយ៉ាគិតអត់អ្នកធ្វើបានវោះព្រឹកទៅអីរហូតដាក់វេនទៅប្រមេកបូជាមិនធ្វើតែព្រះសង្ឃណាញោមញាតក៏បាសកបាសិកាធ្វើបានទៅដាក់វេនគ្នាទៅព្រះសង្ឃលោកហត់ទៅហត់នឿយទៅសម្រាកទៅញោមញាតសូត្រទៅធ្វើអីទៅឬក៏អាចសម្ដែងធ្វើទេសនាអីបន្តទៀតទៅមានធម្មកថាច្រើនដល់សម្ដែងធ្វើទេសនាណាញោមណាមុនលោកសម្ដែងទៅពីរឿងអីទៅទៀតទៅយើងស្ដាប់ទៅចម្រើនលុលបញ្ញាមិនសម្ដែងតាមមកទី1ទេពីបុរាណហ្នឹងគេសម្ដែងធ្វើទេសនា 3-4 ដងណាបើសូត្របទមេកបូជាទៅពិសាជាគេសូត្រព្រះបរិត្តទៅសូត្រប្រសូតទៅក៏ទេសនាម្ដងទៅទៀតទៅឬក៏សូត្រអីទៅទៀតទៅឬក៏មាននេតិធម្មសាកឆាសាកសួរអីគ្នាទៅព្រោះដើម្បីចម្រើនបញ្ញាចេះដឹងនេះធ្វើបានតើបើសិនណាយមញាតណាអាចអត់ត្រឹមបានមកយប់នេះអត់ទៅល្អបូជាមេកមកយប់ទៅញោមអើយណាបូជាមេកក៏បូជាកុំសម្រាមនៅចាំស្អែកទៅសុំច្បាប់កូនអូនម៉ែសម្រាឯកូនហើយមួយថ្ងៃស្អែកទៅបើអត់ល្ងុយយប់មិញកុំមកហៅម៉ែទៅពិសាបាយពិសាបបអីហាមកូនអញ្ចឹងទៅបងអញ្ចឹងណាញោមណាហើយនឹងប្រសង់យើងនាំញោមញាតអីបានមកយប់នេះម្ដងទៅមកបូជាមេកមកយប់ទៅញោមណាតែនឹងបូជាមេកឯងបូជាអត់សម្រានអត់សឹងបូជានឹងឯងមកយប់